ផ្ទះវិញអត់ដឹងថាធ្វើអីញ៉ាំមករៀនធ្វើស៊ុបគីមជីមួយខ្ញុំហ្មងទៅជំនាញដូចតែគ្នាដែរហ្នឹងគ្រឿងអត់មានអីញ៉ៃញ៉ៃទេមានតែសាច់ជ្រូក3ជាន់ច្រើនក៏បានតិចក៏បានទៅហ៊ូម្ដុំផ្សិតម្ជុលហ្នឹងយើងបេះវាខ្ទឹមប្រាំងខ្ញុំសល់មួយចំណិតទូចហ្នឹងយើងច្រាំខ្ទឹមសទុកខ្ញុំលាងផ្សិតម្ជុលជាមួយនឹងខ្ទឹមប្រាំងណាលាងហើយទៅមើលក្បួនធ្វើវិញដាក់ឆ្នាំងដាក់ខ្លាញ់លីងខ្ទឹមឲ្យរៀងកម្លោចក្រហមបន្តិចចាក់សាច់ជ្រូក3ជាន់ចូលកូរបដាឆ្អើតបដាពុះពេកកូរតតែក្រហមអញ្ចឹងហើយដាក់គីមជីបន្ទាប់មកឆាវាចូលគ្នាមកទុកមួយស្ទុះចាំដាក់ទឹកគ្រឿងមានម្សៅម្ទេសស្ករសទឹកត្រីគីមជីដាក់តាមចំណង់ចំណូលចិត្តខ្ញុំដាក់ប្រហែល1 កូនចានហ្នឹងមិញស្ទើរទឹកខ្ញុំថែមទឹកបន្ទាប់មកខ្ញុំដាក់អំបិលហើយដាក់ខ្ទឹមប្រាំងចូលកូរមួយស្ទុះដាក់ទៅហ៊ូដាក់ផ្សិតម្ជុលហើយស្រេចចាំឲ្យវាបាន1 ពុះទៀតមក2 ពុះទៀតមកទុនចេញរូបរាងបែបនេះតែដែរខ្លួនឯងមួយម្ដងហ្នឹងគេធ្វើឆ្ងាញ់